តែអូយហឹងសាហឹងសាអេសិស្សបងខ្ញុំមកវិញហើយតើសិស្សបងសុខសប្បាយទេអូហឹងសាយើងសុខសប្បាយទេឮថាឯងកំពុងស្វែងរកផលរបររិសុទ្ធឲ្យខ្លួនឯងមែនទេណែឯងប្រហែលជាធ្លាប់ឮគេនិយាយពីអ្នកបួសម្នាក់តែមកពីនគរសត្យៈអ្នកបួសអង្គនេះបានរកឃើញពីព្រះធម៌ដែលធ្វើឲ្យពួកយើងងើបរួចផុតពីអំពើបាបទាំងឡាយបានណាទើបពួកយើងហៅលោកថាព្រះពុទ្ធជាម្ចាស់ណាឯងដឹងទេបើអញ្ចឹងតែព្រះគ្រូឲ្យបងទៅសិក្សាពីជនម្នាក់នោះឯងការពិតទៅរូបយើងទទួលបញ្ជាពីព្រះគ្រូទៅសិក្សាព្រះធម៌ជាមួយនឹងព្រះពុទ្ធដើម្បីស្វែងរកចំណុចអាក្រក់រួចហើយក៏ឃោសនាប្រាប់អ្នករាល់គ្នាដើម្បីបង្ខូចឈ្មោះរបស់ព្រះពុទ្ធណាបើអញ្ចឹងបញ្ជាក់ថាអធម៌នោះវាអាក្រក់ខ្លាំងណាស់ទេព្រះធម៌នេះប្រសើររកអ្វីប្រៀបប្រមាណទេណាបើអញ្ចឹងព្រះគ្រូបងម្នាក់នោះបង្រៀនឲ្យបងចេះគោរពព្រះព្រហ្មដែរឬក៏អត់ព្រះធម៌ដំបូងដែលយើងបានសិក្សាពីព្រះពុទ្ធនោះគឺអ្វីទាំងអស់សុទ្ធតែមិនទៀងទាត់ទោះជាទេវៈនានាក៏មិនថិតថេរដែររឿងអីដែលយើងត្រូវគោរពបូជានោះបើអញ្ចឹងបងលែងគោរពព្រះព្រហ្មហើយនិយាយទៅគួរឲ្យចង់សាច់ណាយើងធ្លាប់ជឿលោកគ្រូដែរថាព្រះព្រហ្មបានកំណត់ឯងឲ្យនាំគ្រោះអាក្រក់ដល់យើងតែអូយហឹងសាឯងហេតុអីក៏ឯងសម្លាប់យើងចឹងចំជាល្ងីល្ងើមែនសូម្បីតែព្រះព្រហ្មក៏បងលែងគោរពដែរបងសុំតែស្លាប់បែបនេះហឹងសាអេចាប់ណាសិស្សច្បងធំឮថាប្រពន្ធរបស់សិស្សច្បងទើបតែស្លាប់មែនទេតើសិស្សច្បងពិបាកចិត្តខ្លាំងណាស់មែនទេមែនហើយបាត់បង់មនុស្សជាទីស្រឡាញ់យើងពិតជាឈឺចាប់ណាស់ព្រោះតែចង់បង្កើតកូនប្រុសឲ្យយើងបានម្នាក់ទៀតទីបំផុតនាងក៏ត្រូវស្លាប់ទាំងម្ដាយទាំងកូនបងស្ទើរតែលែងចង់រស់ទៅហើយហឹងសាថ្ងៃនេះយើងមិននាំនីតាទៅប្រគល់ជូនព្រះគ្រូវិញណាឯងឆាប់ប្រគល់នាងមកឲ្យយើងភ្លាមព្រោះយើងមិនចង់ប្រកួតជាមួយនឹងឯងទេឯងគឺជាបងប្អូនល្អរបស់យើងណាសិស្សច្បងបើសិនជាសិស្សច្បងចង់បាននាងទៅវិញនោះបងត្រូវតែរំលងសាកសពខ្ញុំជាមុនសិនហឹងសាហេតុអីក៏ឯងមិនស្ដាប់យើងអញ្ចឹងស្រីពេញនគរហេតុអីបានជាឯងទៅដណ្ដើមស្រីរបស់ព្រះគ្រូទៅវិញសិស្សច្បងនៅតែបំរើព្រះគ្រូទៀតឬមួយក៏សិស្សច្បងមិនយល់ទេហឹងសាទោះជាយ៉ាងណាក៏គាត់ជាអ្នកមានគុណរបស់យើងដែរតែសិស្សច្បងមិនត្រូវធ្វើយ៉ាងនេះទេហឹងសាបើអញ្ចឹងទៅហើយយើងមានតែប្រកួតគ្នាទេបានសិស្សច្បងចូលមកចុះ